សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកអាប់ដេតអំពីទីផ្សារភាគហ៊ុនជាថ្មីដែរហើយថ្ងៃនេះខ្ញុំមកចង់អាប់ដេតជាមួយនឹងបងប្អូនជាមួយនឹងក្រុមហ៊ុន Aerospace មួយដែរជាក្រុមហ៊ុន popular មួយដែរដែលអ្នកវិនិយោគទុនគេ keep eye on it ហើយក៏មានអ្នក invest ច្រើនដែរដែលបានដាក់ចូលទៅក្នុងក្រុមហ៊ុនមួយនេះដែលមានឈ្មោះថា Rocket Lab បងប្អូនRocket Lab នេះខ្ញុំបានវិនិយោគវាប្រហែលជាមួយឆ្នាំអីដែរបងប្អូនប៉ុន្តែមហឹកនេះគឺ Rocket Lab នោះគឺបានចុះរហូតដល់ទៅ80រៀលក្នុងមួយ share កាលពីអាទិត្យមុនណាបងប្អូនហើយប្រហែលជា2ថ្ងៃនេះគឺក្រុមហ៊ុន Rocket Lab នេះគឺបានឡើងមកវិញរហូតដល់ទៅ$20ក្នុងមួយ share បងប្អូនក្នុងរយៈពេល2-3ថ្ងៃនេះតាំងពីដូចជាថ្ងៃសុក្រអាទិត្យមុនហើយមកទល់ថ្ងៃអង្គារនេះគឺវាឡើងប្រហែលខ្ទង់$20-25ទៅហើយបងប្អូនហើយមូលហេតុដែលវាបានឡើងគឺ Rocket Lab ហ្នឹងគឺគេបាន announce ថានឹងមាន contract ថ្មីជាច្រើនដែលបានទិញហើយនៅក្នុងក្រុមហ៊ុននោះមួយដែលបាន invest ជាមួយនឹង Rocket Lab ហ្នឹងរហូតដល់ទៅ8 billion ណាបងប្អូនដែលស្វែងធ្វើឲ្យ stock មួយនេះគឺឡើងហើយកាលពី2អាទិត្យមុនគឺខ្ញុំបានទិញវាបានច្រើនគួរសមដែរខ្ញុំទិញតម្លៃវាខុសៗគ្នាបងប្អូនតែតម្លៃខ្ពស់ជាងគេដែលខ្ញុំបានទិញគឺដូចជា$100មែនទេ$90ក្នុងមួយ share ហើយវាក៏ធ្លាក់ទៅដល់80រៀលខ្ញុំបានទិញបន្តបន្ទាប់ទៀតគឺខ្ញុំសំបានច្រើនដែរហើយ Rocket Lab នេះល្អមែនតើបងប្អូនព្រោះអីវាជាក្រុមហ៊ុនល្អមួយហើយបើបងប្អូនចូលទៅក្នុង website វាគឺបងប្អូនឃើញថាក្រុមហ៊ុននេះគឺល្អគួរសមដែលអាច invest បានហើយអាចដាក់លុយវាទៅក្នុងនឹងរយៈពេលវែងក៏បានខ្លីក៏បានតាមតែបងប្អូនចង់បានប៉ុន្តែភាគច្រើនយើង invest យើងទុកពេលវែងទៅក៏ល្អដែរបងប្អូនព្រោះអីក្រុមហ៊ុនខ្លះlong term គឺល្អជាង short term បងប្អូនហើយក្រុមហ៊ុននេះគឺខ្ញុំមានគម្រោងថានឹងទុកវាបានយូរបើសិនជាខ្ញុំមិនលក់ទាំងអស់គឺខ្ញុំទុកយ៉ាងតិចណាស់ក៏200-300 share ទុកដែរពួកអីក្រុមហ៊ុននេះគឺនៅក្នុងថ្ងៃអនាគតគឺវាអាចឡើងច្រើនប្រហែលជាអាចឡើងដល់300ក្នុងមួយ share ផងបងប្អូនព្រោះអីRocket Lab នេះបើសិនជាវាឡើងបងប្អូនគឺវាឡើងលឿនមែនតើហើយល្អហើយខ្ញុំមើលព័ត៌មានថ្ងៃនេះគឺឃើញថាវា announce ដាក់ថាវាមានក្រុមហ៊ុនផ្សេងទិញវារហូតដល់ទៅ8 billion ទិញ product វាបងប្អូនហើយនៅក្នុងនោះដែរក៏ Rocket Lab នេះគឺគេបាន update ថាRocket Lab នេះគឺបានចូលជាសមាជិកនៅក្នុងNASDAQ ដូចថាក្រុមគេដូចយើង SP 500 ចឹងណាបងប្អូនគឺវាបានចូលជាក្រុមហ្នឹងហើយបើពេលវាបានចូលជាក្រុមហ្នឹងហើយបានធ្វើឲ្យ stock មួយនេះគឺវាឡើងខ្លាំងដោយសារវាមានភាពរឹងមាំខាងដើមទុនណាបងប្អូនព្រោះអីក្រុមហ៊ុនដែលយើងខំបាយចូលគ្នាអញ្ចឹងដល់យើងមានទុនច្រើនទៅគេឲ្យយើងចូលបងប្អូនហើយក្រុមហ៊ុនហ្នឹងគឺគេបានអាប់ដេតថានៅក្នុងថ្ងៃអនាគតហ្នឹងគឺវានឹងអាចមានសន្ទុះខ្លាំងបញ្ហាដែល stock នេះចុះគឺដោយសារសង្គ្រាមហើយនឹងមានការរអាក់រអួលនៅក្នុងការបញ្ជូនរបស់ចេញទៅឲ្យគេហើយដល់ឥឡូវហ្នឹងគឺវាបានឡើងមកវិញហើយវាមាន contract ថ្មីទិញដែលមានគេហ៊ានចំណាយលុយហ្នឹងទៅរហូតដល់ទៅ8 billion បងប្អូន8 billion ច្រើនមែនតើហើយនៅក្នុងនោះដែរគឺមាន contract ថ្មីជាមួយនឹង government ដែល government ចង់ទិញថែមហើយនឹងតាក់ទងទៅនឹង space ទៅ aerospace បងប្អូនអញ្ចឹងបានធ្វើឲ្យ stock នេះឡើងហើយខ្ញុំគិតថា stock នេះនៅចុងឆ្នាំប្រហែលជាអាចឡើងដល់200ផងបងប្អូនអញ្ចឹងខ្ញុំក៏ watch out ទៅពួកអីខ្ញុំទិញលក់ច្រើនប៉ុន្តែក្រុមហ៊ុននេះគឺខ្ញុំបានទិញវា
ផាយជា3អាទិត្យហ្នឹងគឺខ្ញុំទិញវាបានច្រើនណាបងប្អូនឡើងខ្ញុំទិញមិនតិចជាង5-600 share ហើយទៅចឹងទៅយ៉ាងហោចណាស់ក៏ខ្ញុំគួរទៅទុក300 share ដែរបើសិនជាវាចំណេញហើយខ្ញុំថាចង់លក់អីក៏ខ្ញុំទុកផាយជាខ្ទង់300 share ដែរបងប្អូនព្រោះអីទៅថ្ងៃអនាគតគឺក្រុមហ៊ុននេះគឺអាចឡើងយើងអត់ដឹងថាឡើងដល់កម្ពស់ប៉ុណ្ណាយើងអត់ដឹងទេបងប្អូនប៉ុន្តែយើងមើលដើមទុនវាគឺច្រើនបងប្អូនដូចថាវាមានហ៊ុនច្រើនណាអញ្ចឹងវាអត់ងាយចុះស្រួលទេដោយសារអីវាមានដើមទុនល្អមែនតើហើយហ្នឹងហើយមិនទៀតខ្ញុំនឹងអាប់ដេតជាមួយបងប្អូនដោយសារតែក្នុងរយៈពេលប្រហែលជា2អាទិត្យនេះគឺខ្ញុំមានការរវល់ខ្លាំងមែនតើនៅអញ្ចឹងនៅអត់សូវបានអាប់ដេតរាល់ថ្ងៃទេខ្ញុំចង់អាប់ដេតជាមួយបងប្អូនរាល់ថ្ងៃដែរដើម្បីវាជារឿងល្អបើសិនជាបងប្អូនចង់អាប់ដេតចង់ទិញ stock អីវាមើលទៅវាល្អដែរហើយឥឡូវនេះគឺភាគហ៊ុនច្រើនខាង AI គឺវាឡើងខ្លាំងណាបងប្អូនអញ្ចឹងបើបងប្អូនចង់ទិញអីខ្ញុំ recommend ថាកុំឲ្យទិញ AI ព្រោះអីវាមានសន្ទុះខ្លាំងណាបើសិនជាទិញទៅជួនកាលវាអាចធ្លាក់មកវិញគឺធ្លាក់ធ្ងន់មែនតើអញ្ចឹងយើងលេងអាណារៀងវាឡើងសឹមដូច EVDN អីវាឡើងសឹមដល់អញ្ចឹងទៅក៏វាអត់ធ្លាក់ខ្លាំងដែរតែដូចAMD អីវាឡើងខ្លាំងមែនតើអញ្ចឹងបើសិនជាយើងចង់លេងអីក៏ពិបាកដែរបងប្អូនព្រោះអីវាឡើងខ្ពស់មែនតើណៃអូខេអញ្ចឹងថ្ងៃក្រោយយើងជួបគ្នាទៀតបងប្អូនសុខសប្បាយ